ឈប់សិននៅពេលនិយាយដល់ប្រទេសថៃតើអ្នកនឹកឃើញដល់អ្វីមុនគេទេសចរសេដ្ឋកិច្ចឬក៏ចំនួនព្រំដែនកម្ពុជាថៃប្រសិនបើអ្នកគិតថាភាពតានតឹងរវាងប្រទេសទាំងពីរមានត្រឹមតែរឿងព្រំដែននោះអ្នកកំពុងតែមើលរំលងសង្គ្រាមសេដ្ឋកិច្ចដ៏ធំមួយហើយតើអ្នកជឿថានៅពីក្រោយបញ្ហាចំនួនព្រំដែនកម្ពុជាថៃដ៏រ៉ាំរ៉ៃកម្ពុជាកំពុងតែក្តាប់អាវុធសម្ងាត់ដ៏កាចសាហាវដែលអាចវាយដាច់សេដ្ឋកិច្ចប្រទេសថៃក្នុងទសវត្សរ៍ខាងមុខបានអ្នកគិតថារឿងមីមិនអាចទៅរួចសូមកុំតន់អារំលងវីដេអូនេះឲ្យសោះតើមហាអំណាចសេដ្ឋកិច្ចរបស់ថៃកំពុងតែរង្គោះរង្គើមែនទេអស់រយៈពេលជាច្រើនឆ្នាំមកហើយចំនួនព្រំដែនកម្ពុជាថៃទាំងព្រំដែនគោកដូចជាតំបន់ប្រាសាទព្រះវិហារនិងព្រំដែនទឹកតំបន់ត្រួតស៊ីគ្នាតែងតែជាប្រធានបទក្តៅគគុកប៉ុន្តែខណៈពេលដែលញាក់កំពុងតែផ្ដោតលើចំនួនព្រំដែនកម្ពុជាថៃនេះមានបំរែបំរួលភូមិសាស្ត្រសេដ្ឋកិច្ចដ៏ធំមួយកំពុងតែកើតឡើងដោយស្ងាត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលគ្មាននរណាម្នាក់ប្រាប់ញាក់ឡើយកម្ពុជាដែលធ្លាប់តែជាប្រទេសរងគ្រោះដោយសង្គ្រាមកំពុងតែរៀបចំយុទ្ធសាស្ត្រសម្ងាត់ដើម្បីវាយដាច់ប្រទេសថៃក្នុងទសវត្សរ៍ខាងមុខឬយ៉ាងណាអ្នកជំនាញសេដ្ឋកិច្ចកំពុងតែស៊ើបសៀវគ្នាពីបាតុភូតមួយដែលហៅថាការលោតផ្លោះប្រវត្តិសាស្ត្រហើយអ្វីដែលយងរៀបនឹងទម្លាយនៅពេលនេះនឹងផ្លាស់ប្ដូរការគិតអ្នកទាំងស្រុងអំពីអនាគតប្រទេសកម្ពុជាទោះបីជានៅមានស្រមោលនៃចំនួនព្រំដែនកម្ពុជាថៃក៏ដោយកុំតន់ឲ្យជឿខ្ញុំសូមស្ដាប់ការពិតទាំងនេះសិនជាច្រើនទសវត្សរ៍មកហើយប្រទេសថៃត្រូវបានគេចាត់ទុកថាជាបងធំនៅក្នុងតំបន់ជាមជ្ឈមណ្ឌលនៃឧស្សាហកម្មផលិតកម្មជាឋានសួគ៌នៃវិស័យទេសចរនិងជាមហាអំណាចសេដ្ឋកិច្ចដែលមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងគ្រប់គ្នាគិតថាគម្លាតរវាងកម្ពុជានិងថៃគឺធំធេងណាស់ដែលមិនអាចមាននរណាម្នាក់ដេញទាន់នោះទេប៉ុន្តែការគិតបែបនេះគឺជាកំហុសដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រសេដ្ឋកិច្ចសកលលោករឿងដែលអ្នកមិនទាន់បានដឹងគឺស្ថិតនៅលើអាវុធសម្ងាត់ចំនួន2ដែលកម្ពុជាកំពុងកាន់កាប់នៅក្នុងដៃអាវុធទី1គឺជាគ្រាប់បែកពេលវេលានៃប្រជាសាស្ត្រប្រទេសថៃកំពុងតែដើរចូលទៅក្នុងរណ្ដៅដ៏ជ្រៅមួយដែលហៅថាសង្គមចាស់ជរាស់យោងតាមទិន្នន័យជាក់ស្ដែងអត្រាកំណើតនៅថៃកំពុងធ្លាក់ចុះយ៉ាងគំហុកខណៈដែលមនុស្សចាស់កំពុងកើនឡើងយ៉ាងកក់យុយដែលធ្វើឲ្យកម្លាំងពលកម្មរបស់ពួកគេធ្លាក់ចុះខ្សោយនិងមានតម្លៃកាន់តែថ្លៃងាកមកមើលកម្ពុជាវិញកម្ពុជាគឺជាម៉ាស៊ីនថាមពលយុវជនដ៏ខ្លាំងក្លាបំផុតមួយនៅអាស៊ីយុវជនជាពាក់កណ្ដាលប្រទេសកំពុងត្រៀមខ្លួនហក់ចូលទៅក្នុងទីផ្សារការងារក្នុងរយៈពេល10ទៅ20ឆ្នាំខាងមុខពេលដែលរោងចក្រនៅថៃកំពុងខ្វះខាតកម្មករកម្ពុជានឹងមានកងទ័ពកម្លាំងពលកម្មវ័យក្មេងស្វាហាប់និងស្រេកឃ្លានការអភិវឌ្ឍរាប់លាននាក់នេះមិនមែនជារឿងចៃដន្យទេនេះគឺជាការផ្លាស់ប្ដូរចរន្តសេដ្ឋកិច្ចដែលនឹងធ្វើឲ្យកម្ពុជាមានប្រៀបមិនត្រឹមតែលើសេដ្ឋកិច្ចប៉ុណ្ណោះទេតែថែមទាំងជាកម្លាំងចលករដ៏រឹងមាំមួយនៅលើតុចរចាជំវិញបញ្ហាចំនួនព្រំដែនកម្ពុជាថៃផងដែរតើអ្នកគិតថាវិនិយោគិនបរទេសនឹងយកលុយទៅទម្លាក់នៅកន្លែងដែលខ្វះកម្លាំងពលកម្មឬយកមកកន្លែងដែលមានយុវជនពេញកម្លាំងចម្លើយគឺច្បាស់ណាស់ប៉ុន្តែរងចាំសិននេះគ្រាន់តែជាចំណុចចាប់ផ្ដើមប៉ុណ្ណោះមានរឿងមួយដែលគួរឲ្យតក់ស្លុតជាងនេះទៅទៀតប្រសិនបើអ្នកកំពុងទស្សនាវីដេអូនេះហើយយល់ថាវាមានប្រយោជន៍និងចង់តាមដានឲ្យកាន់តែស៊ីជម្រៅទាក់ទងនឹងភូមិសាស្ត្រនយោបាយនិងចំនួនព្រំដែនកម្ពុជាថៃសូមកុំភ្លេចចុច Subscribe និង Like Channel KBN របស់យើងដើម្បីកុំឲ្យរំលងព័ត៌មានវិភាគស៊ីជម្រៅបែបនេះជារៀងរាល់ថ្ងៃឥឡូវនេះយើងបន្តទៅកាន់ចំនួនទី2ដែលជាការប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហួតឈាមនៅក្នុងសមរភូមិសេដ្ឋកិច្ច Digitalអ្នកប្រហែលជាធ្លាប់ឮពាក្យថាកំណើនតាមចាប់ចុងថៃជាប្រទេសដែលអភិវឌ្ឍរួចរាល់មួយកម្រិតធំទៅហើយដូច្នេះកំណើនសេដ្ឋកិច្ចរបស់ពួកគេគឺរមៀលទៅមុខយឺតដូចជារថយន្តដឹកទំនិញធុនធ្ងន់ចំណែកឯកម្ពុជាគឺជាប្រទេសដែលកំពុងស្រូបយកបច្ចេកវិទ្យានិងការវិនិយោគថ្មីៗដូចជារថយន្តស្ពណ៌ដែលកំពុងជន់ហ្គេក្នុងល្បឿនអតិបរមាអ្វីដែលធ្វើឲ្យកម្ពុជាអាចមានប្រៀបជាងថៃទៅថ្ងៃអនាគតគឺយុទ្ធសាស្ត្រលោតរំលងតើវាយ៉ាងម៉េចទៅប្រទេសថៃមានប្រព័ន្ធធនាគារនិងហេដ្ឋារចនាសម្ព័ន្ធចាស់ៗដ៏ស្មុគស្មាញដែលចាក់ឫសរាប់សិបឆ្នាំមកហើយនៅពេលដែលពិភពលោកផ្លាស់ប្ដូរទៅកាន់ប្រព័ន្ធ Digital ថៃត្រូវចំណាយពេលនិងលុយរាប់ពាន់លានដើម្បីវាយកំទេចប្រព័ន្ធចាស់រួចសាងសង់ប្រព័ន្ធថ្មីផ្ទុយទៅវិញកម្ពុជាមិនមានបន្ទុកប្រព័ន្ធចាស់ៗទាំងនោះទេកម្ពុជាបានលោតរំលងដោយផ្ទាល់ចូលទៅក្នុងបច្ចេកវិទ្យាទំនើបចុងក្រោយ
មើលប្រព័ន្ធបាគងជារឿងចាក់ស្ដែងកម្ពុជាបានក្លាយជាប្រទេសឈានមុខគេមួយនៅលើពិភពលោកក្នុងការប្រើប្រាស់រូបិយប័ណ្ណ Digital របស់ធនាគារកណ្ដាលខណៈដែលប្រទេសជិតខាងនៅតែវិលវល់ជាមួយប្រព័ន្ធហិរញ្ញវត្ថុបែបបុរាណកម្ពុជាអាចកសាងប្រព័ន្ធហិរញ្ញវត្ថុរឹងមាំដើម្បីផ្ដាច់ខ្លួនពីការពឹងផ្អែកលើប្រាក់បាតថៃដែលនេះជាយុទ្ធសាស្ត្រដ៏មុតស្រួចមួយដើម្បីរក្សាជំហររឹងមាំនៅពេលមានភាពតានតឹងពីចំនួនព្រំដែនកម្ពុជាថៃងាកទៅមើលវិស័យទេសចរណ៍និងហេដ្ឋារចនាសម្ព័ន្ធវិញតើមានអ្វីកើតឡើងនៅទីនោះថៃមានទីក្រុងបាងកកភូកេតនិងឈៀងម៉ៃដែលពោរពេញដោយភ្ញៀវទេសចរពួកគេមានប្រព័ន្ធសេវាកម្មកម្រិតពិភពលោកបន្ថែមពីលើចំនួនព្រំដែនកម្ពុជាថៃយើងក៏តែងតែឃើញមានសង្គ្រាមវប្បធម៌រវាងប្រជាជាតិទាំងពីរផងដែរត្រង់នេះយើងត្រូវទទួលស្គាល់ការពិតថាសេវាកម្មកម្ពុជានៅមានកម្រិតប៉ុន្តែកម្ពុជាកំពុងតែកាន់កាប់គ្រាប់ពេជ្រដែលមិនទាន់ច្នៃដ៏មានតម្លៃបំផុតនោះគឺប្រាសាទអង្គរវត្តនិងតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រដែលគ្មានប្រទេសណាអាចចម្លងឬដណ្ដើមយកបានឡើយអ្វីដែលកម្ពុជាកំពុងខ្វះគឺគ្រាន់តែជាការបង្កើត brand ទេសចរណ៍ដ៏រឹងមាំការរៀបចំបរិស្ថាននិងការអភិវឌ្ឍសេវាកម្មតែប៉ុណ្ណោះនៅពេលដែលកម្ពុជាអាចដោះស្រាយបញ្ហាទាំងនេះបានលំហនៃភ្ញៀវទេសចរគុណភាពខ្ពស់នឹងបង្វែរទិសដៅមកកាន់កម្ពុជាជាមិនខានទោះជាយ៉ាងណាក៏ដោយយើងមិនអាចមើលរំលងការពិតដល់វិញជូរចត់មួយបានទេបើកម្ពុជាមានសក្តានុពលខ្លាំងម្ល៉េះតើអ្វីដែលអាចទាញទម្លាក់កម្ពុជាបាននេះគឺជាចំណុចស្លាប់រស់អំពើពុករលួយភាពកំសោយនៃប្រព័ន្ធយុត្តិធម៌ការអប់រំដែលមិនទាន់ឆ្លើយតបនឹងទីផ្សារការងារ Digital និងការពឹងផ្អែកខ្លាំងពេកលើវិស័យកាត់ដេរគឺជាទម្ងន់រាប់តោនដែលកំពុងចងជើងកម្ពុជាមិនឲ្យរត់លឿនប្រសិនបើថ្នាក់ដឹកនាំនិងប្រជាជាតិទាំងមូលមិនអាចវែកកាត់ដំបៅដ៏រ៉ាំរ៉ៃទាំងនេះបានទេកម្ពុជានឹងបាត់បង់អំណាចតុកថៃទាំងស្រុងមិនថាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឬការចរចាបញ្ចប់ជម្លោះព្រំដែនកម្ពុជាថៃនាពេលអនាគតឡើយហើយថៃនឹងនៅតែបន្តត្រួតត្រាលើឧស្សាហកម្មធុនធ្ងន់និងបច្ចេកវិទ្យាកម្រិតខ្ពស់ដដែលដូច្នេះតើចម្លើយចុងក្រោយគឺយ៉ាងណាតើកម្ពុជាពិតជាអាចប្រកួតឈ្នះថៃនៅអនាគតដែរឬទេការពិតដែលអ្នកត្រូវដឹងគឺនៅក្នុងលបែងភូមិសាស្ត្រនយោបាយនិងចំនួនព្រំដែនកម្ពុជាថៃនេះជ័យជំនះពិតប្រាកដមិនមែនកំណត់ដោយការប្រើអាវុធនោះទេតែវាគឺជាភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជានឹងវាយដាច់ថៃនៅក្នុងទិដ្ឋភាព Digital និងកំណើនភាគរយនៃសេដ្ឋកិច្ចប្រចាំឆ្នាំកម្ពុជានឹងក្លាយជាមជ្ឈមណ្ឌលនៃយុវជនដែលមានទេពកោសល្យខណៈដែលថៃក្លាយជាកន្លែងសម្រាប់និវត្តន៍ប្រសិនបើកម្ពុជាអាចវិនិយោគយ៉ាងពិតប្រាកដទៅលើការអប់រំនិងការពង្រឹងអភិបាលកិច្ចល្អនោះកម្ពុជានឹងមិនត្រឹមតែដើរតាមពីក្រោយគេនោះទេប៉ុន្តែកម្ពុជានឹងក្លាយជានាគរាសេដ្ឋកិច្ចថ្មីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលគ្រប់គ្នាមិនធ្លាប់នឹកស្មានដល់តើអ្នកគិតយ៉ាងណាដែរចំពោះអនាគតរបស់កម្ពុជានិងការប្រកួតប្រជែងសេដ្ឋកិច្ចនៅពីក្រោយជម្លោះព្រំដែនកម្ពុជាថៃតើការផ្លាស់ប្ដូរនេះនឹងកើតឡើងក្នុងពេលឆាប់ៗនេះទេសូមបញ្ចេញមតិរបស់អ្នកនៅខាងក្រោមវីដេអូនេះហើយប្រសិនបើអ្នកចង់ដឹងពីយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយដែលកម្ពុជាកំពុងប្រើប្រាស់តាមរយៈគម្រោងព្រែកជីកហ្វូណនទីជោដើម្បីផ្ដាច់ខ្លួនចេញពីការពឹងផ្អែកលើប្រទេសជិតខាងក្នុងបរិបទនៃជម្លោះព្រំដែនកម្ពុជាថៃនិងវៀតណាមសូមចុចមើលវីដេអូដែលមាននៅលើអេក្រង់របស់អ្នកឥឡូវនេះដើម្បីតាមដានការពិតដ៏រសើបបន្តទៀតសូមអរគុណសម្រាប់ការតាមដានជួបគ្នានៅវីដេអូក្រោយ